បាទជំរាបសួរបងមួយបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការមកបើកប្រអប់ drone M22 S2 Plus XR បាទប្រភេទនេះប្រភេទ tele អេក្រង់បាទ touch screen បានបាទសភាព drone នេះគឺខ្ញុំហ៊ានធានាថាធន់ល្អក្នុងការប្រើប្រាស់តែម្ដងផ្ដល់កាន់ឆ្នាំណា drone ហ្នឹងជាមួយនឹងសមត្ថភាពហោះបានកម្ពស់120ម៉ែត្រចម្ងាយ6គីឡូក្រុមហ៊ុននេះគឺ policy គាត់គឺខ្លាំងមែនតើបានន័យថាគាត់កំណត់តាម120 model អីក៏នៅតែ120បាទអត់មានឡើងលើសហ្នឹងទេមិនដឹងថាពេលណាគាត់នឹងអាប់ឡើងទៅខ្ពស់ជាងនេះទេអញ្ចឹងសមត្ថភាព drone ប៉ុណ្នេះជាមួយនឹងកម្រិតកាមេរ៉ាច្បាស់ 4K ជាមួយនឹងប្រព័ន្ធ electronic សម្រួលភាពញ័រនៃវីដេអូរបស់យើងជាមួយនឹងជើងទប់និង Two Axis Gimbal គឺធ្វើឲ្យវីដេអូយើងថតស្អាតតែម្ដងកុំឲ្យខាត់ពេលយូរខ្ញុំបើកឲ្យមើលតែម្ដងដោយសារថា drone នេះខ្ញុំធ្វើការ unbox រួចហើយប៉ុន្តែខ្ញុំចង់ធ្វើជាវីដេអូបង្ហាញការមើលនៅខាងក្នុងតើយើងទទួលបានអីខ្លះហើយនឹងរបៀបប្រើប្រាស់ drone នេះតតែម្ដងអញ្ចឹងជាទូទៅគឺវាមានសៀលវានេះបាទជាប់តែនឹងតែម្ដងតែខ្ញុំបកហើយអូខេវាមានប្រអប់សមកតង់ហើយបើកមកយើងថប់ឃើញថងមកតង់ទៀតហើយមិនបើកយកកម្រិតអូខេអញ្ចឹងយើងធ្វើការបើកមកជាន់ទៀតបាទយើងនឹងចូលទៅដល់រងបាទអូខេអញ្ចឹងឈ្ងុយមែនបាទបើក2ដងនៅឈ្ងុយដែររបស់ថ្មីណាអូខេឥឡូវចាំមើលទទួលបានអីខ្លះទី1យើងបើកមកយើងឃើញដ្រូនមុនគេដឹងថាដកដ្រូនមុនគេបាទអូខេបាទយើងទទួលបានដ្រូនជាប់ថ្មប្រព័ន្ធក្នុងហ្នឹងបាទហើយឈុតហ្នឹងគឺថ្មតែមួយគ្រាប់ទេស្តង់ដារក្រុមហ៊ុនណាអានេះគឺថង់ដាក់តេលេដែលមានអេក្រង់បាទអញ្ចឹងនៅក្នុងនោះវាមានសាច់កម្មញ៉ៃដើម្បីកុំឲ្យធ្វើឲ្យតេលេយើងឆ្កូតអូខេយើងទទួលបានទៀតគឺស្លាបសកូចំនួន4បាទអត់មានមួខ្ចៅទេពេលនោះព្រោះប្រើកលឹកបាទហើយយើងទទួលបានខ្សែស្ពាយបាទទុកស្ពាយចំហៀងអានេះប្រអប់ដាក់សភៅណែនាំបាទអត់មានអីពិសេសទេនៅក្នុងនោះមានតែសភៅហើយណែនាំពីការប្រើប្រាស់តែបងប្អូនមើលនៅក្នុងវីដេអូនេះបានណាខ្ញុំនឹងប្រាប់ពីរបៀបនៅក្នុងការលេងបាទអូខេអញ្ចឹងខ្ញុំធ្វើការបើកដំណើរការទៅអូខេអញ្ចឹងមុននឹងយើងបើក drone យើងត្រូវបកសៀលអានេះចេញវាថ្មីវាមានសៀលជាប់លើហ្នឹងហើយយកមកបិទលើគម្របកាមេរ៉ាហើយមុនយើងបើក gimbal យើងឆ្កឹះថ្នមណាបាទថ្នមទេយើងហូតចេញមកវាមានសៀលកាមេរ៉ាយើងអាចបកចេញបានដើម្បីឲ្យវីដេអូយើងច្បាស់អូខេយើងបើកជើងខាងមុខវាឲ្យត្រ drone យើងឲ្យស្មើចុះចតឲ្យស្រួលអញ្ចឹងណាតោះមកយើងចង់បើកមួយណាមុនក៏បានឲ្យនៅក្នុងពេលមិនខុសគ្នាអញ្ចឹងយើងបើកដ្រូនមុនយើងចុចជាប់កុំឲ្យថាបើកដ្រូនចោលយូរហើយតលេបើកតាមក្រោយវារ៉ាក្នុងការភ្ជាប់អញ្ចឹងក៏បើកភ្លាមតលេយើងចុចមួយចុចជាប់ម្លេះអញ្ចឹងយើងរងចាំនេះភ្ជាប់ជាមួយគ្នាមកខ្ញុំឲ្យបងប្អូនមើលឈុតរបស់វាមានការភ្ជាប់ហ្នឹងវាចាយពេលប្រហែលជា30វិនាទីទៅ40វិនាទីសម្រាប់ដ្រូនពួកហ្នឹងអូខេនេះគឺជាខ្សែស្ពាយវាធ្វើពីដៃស្មុំល្អអូខេអញ្ចឹងយើងឃើញចាក់ស្ដាយហើយកាមេរ៉ារបស់វាចេញមកឲ្យយើងតែរងពេលដែលយើងភ្ជាប់ជាមួយតេលេហើយណាអូខេខ្ញុំបង្ហាញតទៅនឹងរបៀបនៃការបង្ហោះ drone SJRC M22 S2 Pro Plus XR បាទអញ្ចឹងទី1គឺបងប្អូនត្រូវដាក់ joystick នៅលើតេលេនេះចាំខ្ញុំបញ្យល់ដាក់សិនមកបប joystick គឺវាគឺនៅខាងក្រោយ
เคចឹងសម្រាប់តេឡេរបស់វាគឺខ្ញុំនឹងប្រាប់មុននឹងយើងបញ្ជាទៅអញ្ចឹង option នៅលើតេឡេមានដូចជាបាទ option យើងលេងណាមានហោះបែបហោះតាមបែប GPS ឬក៏ scan រូបយើងហោះតាមហោះជារង្វង់ហោះតាមគោលដៅដែលបានកំណត់លើកដៃ2ឬក៏លាដៃថតរូបស្លឹកនិងវីដេអូអានេះ zoom បាទនេះ zoom យើងអាច zoom លើតេឡេបានបើតែប្រើលើapp ក៏បានដែរអានេះ zoom បាទអូខេ zoom បានឆ្ងាយគ្រាន់បើអូខេហើយចូលបន្តហោះ fly far fly បានន័យថាហោះពីពីប្រឆិតទៅដូចត្រីកោណហោះទៅចេះបាទអានេះ sky fly បានន័យពីក្រោមទៅលើហោះទៅលើមេឃអញ្ចឹងបាទហោះជាគូខ្យងជាវងទូចរហូតដល់ធំបាទពីវិជុំទៅអានេះយើងធ្វើឲ្យវីដេអូយើងថតជាបញ្ឈរបាទថតបញ្ឈរអូខេបិទវិញយ៉ាជាស្វ័យច្រឡំបិទ sensor មាន sensor ការពារបុកបាទអូខេដាក់បញ្ឈរវិញសិនអូខេរួមហើយកន្លែងដែលខ្ញុំច្រឡំចុចហ្នឹងគេហៅថា sensor ការពារបុកបើ standard វាពេលបើកម៉ាស៊ីនមកវានឹងបើក auto sensor ការពារបុកហ្នឹងណាអានេះ music ចង់ថែមបទចម្រៀងនៅលើការថតយើងអាច select ចម្រៀងមកបាទចម្រៀងមាន2 3ចម្រៀងហ្នឹងបាទហ្នឹងអញ្ចឹងទៅយើង select វាអូខេឆាច់មួយបាច់មកចុចថតទៅលឺភ្លេងនឹងតែម្ដងណាអូខេតាក់ទងនឹង lens អានេះ lens គេសេរីឡើងចុះបាទហើយចុចទៅលឺសលេងឡូចទៀតណាចេះដាក់សលេងទៀតក្រុមហ៊ុនអូខេអញ្ចឹងការបង្ហាញរបស់ខ្ញុំអស់ហើយឥឡូវយើងមើលតាក់ទងនឹងផ្នែកមួយចំនួនទៀតកន្លែងនេះបាទកន្លែងនេះយើងបានន័យថា unlock បច្ឆេះហោះឡើងបាទតែដោយសារនៅក្នុងផ្ទះយើងអត់ទាន់ប្រើ option ហោះក្នុងផ្ទះអញ្ចឹងអត់អាចដំណើរការបានអញ្ចឹងយើងបិទវិញអានេះប៊ូតុង return home នៅពេលដែលបងប្អូនហោះទៅឆ្ងាយយើងខ្ជិលចុចប៊ូតុងនេះយើងអាចចុចកន្លែងនេះបានបាទយើងចុចអាហ្នឹងហើយយើងអូសខ្វោកមក return home មកហើយតែដោយសារជាក់ស្ដែងដ្រូនយើងមិនហោះបែបមិនទាន់បានហោះបែប GPS ទេអញ្ចឹងអត់អាចចុចដើរទេហ្នឹងណាបាទយើងមើលកន្លែងនេះវិញកន្លែងនេះកន្លែងដែលយើងត្រូវបដូរថាការថតបែបមិនមាន slow motion បាទមាន time lapse បាទ slow motion ហ្នឹងថតបែបយឺតលឿនបាទដូចជាស្រេចហោះថតបានន័យថាពេលក្បាលដំបូងវារៀងលឿនដល់ពេលហើយវានឹងធ្វើឲ្យវីដេអូនោះ slow ទៅថតចិត្តចប់បានវាលឿនមកវិញហ្នឹងហើយ slow motion អាហ្នឹងបែបបងប្អូនចង់ថតបែប style អីបងប្អូនសិក្សាបន្ថែមអាហ្នឹងណាហើយអានេះ time lapse ខ្ញុំមិនដែរប្រើទេខ្ញុំប្រើតែ normal បាទអូខេតាក់ទងនឹងការថតវីដេអូរូបភាពអីនេះបងប្អូនអាចបញ្ជាលើបងប៊ូតុងនេះប៊ូតុងពីរនេះថតរូបស្លឹកពេលថតទៅវាចូលក្នុង memory ម៉ាស៊ីននេះម៉ាស៊ីននោះមាន memory បាទបងប្អូនចង់ថតវីដេអូនេះថតវីដេអូបងប្អូនចង់បញ្ចប់វីដេអូវិញអូខេហើយកន្លែងនេះពេលលទ្ធផលបងប្អូនបានថតហើយនៅក្នុងនោះមានព័ត៌មានខ្លះដែលខ្ញុំបានតែឲ្យភ្ញៀវហើយអញ្ចឹងវាមានវីដេអូការហោះដ្រូនហ្នឹងទៀតនេះខ្ញុំថតពេលដែលខ្ញុំអត់ទាន់បកសៀលហ្នឹងអត់ទាន់បានបកសៀលវាទេអញ្ចឹងកម្រិតប៉ុណ្ណេះនៅតែច្បាស់បកសៀលទៀតកាន់តែអែមបាទវីដេអូថតមិនដឹងថតស្អាតបាទអែមតែម្ដងអូខេអាហ្នឹងវីដេអូដែលបញ្ជូនមកតេឡេណាមិនមែនវីដេអូបញ្ជូនទៅ memory ទេបញ្ជូន memory ច្បាស់ជាងនឹងទៀតចាក់ភ្នែកមកអូខេមួយទៀតក្នុងករណីបងប្អូនចង់ហោះហើយយើងថតហើយយើងនិយាយបងប្អូនបើកម៉ៃតែកន្លែងនេះដឹងវាបើក option record អត់ទេជាមួយខ្ញុំតេស្តមើលសិនព្រោះកន្លែងនេះឃើញមានម៉ៃមានប្រដាប់ថតសលេងខ្ញុំបើកណាហើយខ្ញុំថតវីដេអូតើវានឹងលឺអត់ចាំមើលទាំងអស់គ្នាបាទឡូ1 2 3អូខេចុច stop វីដេអូឥឡូវយើងទៅមើលលទ្ធផលនៃការថតតើលឺសលេងអត់តែបញ្ជាក់បងប្អូនវីដេអូដែលបើថាវាលឺសលេងមែនណាវាលឺតែការបញ្ជូនចូលតេឡេទេចូល memory ស្ងាត់ឈឹងបាទវាលឺអត់បាទហីលឺឡូ1 2 3លឺបងប្អូនអញ្ចឹងអានេះវាមានម៉ៃថតតលេងអែមតែបងប្អូនអែមអូខេអញ្ចឹងអានេះអែមណាបាទ
ok chẳng dừng bật máy với trường mơ option xem ta nơi lớn thì miền này mình này lấy cái đạn normal ban này cả tẹt tôn speed những đôi speed đó về lừa nọt normal ní sport mode nhé về load sport mode smooth mode ban này thà về lươn chiêng normal mode tích hỡi ban này thà dứt chiêng sport mode lươn đó mode mọi người trong lên sport mode thì đại việt trên sport mode đó normal mode sport mode dạng này ok sport mode ok nhưng mà top tiền ta lấy xe qua rồi hụt tài lê miền xe quá nó mang đây thá xe qua pi tài lê tới tổ này cứ pin bập lọ mền tèn á mà ta top màu cứ hụt cay nó với ông cho bác này hụt cay nó cứ ban đây thà đấy việc toàn miền chỉ phải tiền chứ việc miền lột bom biển tần đấy thà lệ đót phay sam sai chẳng đấy nè đó sai miền thầm sam mà được sam chiêng này chẳng sao ta lại việc toàn miền xe quá thế là sao dương được không tiền chẳng lại nếu mà bom ôn ho nó căng khéo bên lô ly phèo vừa ngay lê đại sẽ qua đại cua ta ho bom ôn chắp pi đọc pi lần từ đắng bàn o mà hay pi ní đôi khi này pi ní đôi khi mà to màu mò rồi bó đấy mò rồi bó từ này thì sai mưa lại nhặt vô rồi đấy option tham ấy này chia sai như vậy mình tên á để sao từ đó này vì tham mày vì tranh sĩ tham mày mới vì miền ca update trơn lại đằng trong nhóm mưa toan đi ai chừng mò tề lê mà nít mò tề lê mò từ đó cho mưa dương mưa nơi không đi thì trơn mò từ đó nè đi lâu lại nè mà toan về anh vậy tại lại ní vì update ấy trơn cho mưa nhung sắc xa bật thái nó thui video của hai bảo ôn tiền còn nói viên chồng ngó lên bảo ôn chia sẻ đấy ok ở lấy dương châu và top tiết cho mấy bên lại set up cả họ hà trắng mà đâu hot nhưng chia sẻ chứ mà ok chẳng là để dương kịch chỉ km ấy rồi dương bật beginner mode móc vào trong họ ngày đó bật bia tới cho yes chẳng viên đầu tiên hai up rồi tập pua mà rồi mà thấy chừng ngay của 10 kg mà pua đi thơn nhưng đây mình bóng ổn cũng đã pua về bây giờ tập mò với chất ó với môn đừng tập lọt mà với lang gặp pua không vội chẳng trôn dưới nó cho một ca thẹn mà đây mình lang ó tham pua thẹn rồi nhỉ chẳng dương tới tha đồng bọn ca họ bóng ổn miênประมาณ mai đồng bọn này miên te miên cô pua ấy đó ó thầm màn mai chẳng ưu tiên họ tham miên te thầm mọc hay mai đến chẳng dương đã sam tầm mai từ chắc sam sắp mét màu với ọt bọc này mà ở đây cho tha sam rồi phải mai tới dương kha ba sam giờ cùng mũi mai ha miền ấy tiên dương cho bật máu tại vì sale ọt ô sale là để chia sẻ nè trắng cặp pua chẳng ngái dương bạch đâu tới dương đâu tới cặp pua return home nè tí 7 của trẻ nè sam buôn nhầm cho sale mà nhầm mưa sale vật khơi chia sẻ nè cho sale màu heo sale hai cứ bị cho bay một ôn té pi set up nó cứ đùm rơi ở dương mà xin tao cứ ọt ho mà này nơi mặc lại rồi chắc giờ ai set up về bạn đó là thế bị cho cặp pua để thơn hôn sam sẽ buồn mày ok cặp pua chẳng ngái cứ nhầm ọt đâu để ok vì nên lại sẽ phao thì anh mày bắt po đi đấy ok chẳng dương mưa tiếtនេះកន្លែងគេសេរី set up ផ្សេងៗតែខ្ញុំសិក្សាបន្ថែមឲ្យបងប្អូនអូខេបងប្អូនមិនចុចខ្លួនឯងណាបាទចាំខ្ញុំបញ្យល់ល្អចាំបងប្អូនចូលទៅប្រើប្រាស់ចង់សេរីអីតែនេះតាក់ទងនឹងកាមេរ៉ាណាឥឡូវខ្ញុំបិទវាសិនបាទបិទសលេងវាសិនខ្ញុំបញ្ឆេះបិទសលេងហ្នឹងบทสำเร็จเยอะซึ่งหมอยคลองจังเดินนี้ยมป่าหายอ้อให้จังบองโอนมามือแวะประตอบยมน้องป่าใบวิดีโอนี่ก็บ่อยบองโอนใจไปมืออยู่นะ